សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការប្រើប្រាស់ slicer option នៅក្នុង Excel អញ្ចឹងការប្រើប្រាស់ slicer option ហ្នឹងវាមានអត្ថប្រយោជន៍ជាច្រើនដូចជាងាយស្រួលក្នុងការប្រើប្រាស់ដោយយើងគ្រាន់តែចុចប៊ូតុង slicer ហ្នឹងវានឹងបង្ហាញទិន្នន័យដែលយើងត្រូវការហើយមួយទៀតគឺការបង្ហាញ filter ឲ្យបានច្បាស់លាស់អញ្ចឹង slicer ហ្នឹងបង្ហាញថាយើងកំពុងប្រើប្រាស់នៅ filter ណាមួយហើយមួយវិញទៀតគឺការប្រើប្រាស់ slicer នឹងងាយស្រួលក្នុងការស្វែងរកទិន្នន័យដែលដូចគ្នាហើយវាមានសមត្ថភាពរហ័សនិងល្អសម្រាប់ dashboard អញ្ចឹង slicer នឹងវាជួយក្នុងការផ្លាស់ប្ដូរទិន្នន័យបែបភ្លាមៗដោយគ្រាន់តែចុចប៊ូតុងអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀបប្រើប្រាស់និងការ insert slicer នឹងអញ្ចឹងដំបូងយើងគ្រាន់តែចុច Ctrl A នៅលើ data របស់យើងហើយបន្តមកទៀតយើងចុច Ctrl T ដើម្បី create table ឬក៏ដាក់វាទៅជាតារាងមួយសម្រាប់រៀបចំទិន្នន័យនិងគ្រប់គ្រងទិន្នន័យឲ្យបានប្រសើរហើយបន្តមកទៀតយើងចូលទៅកន្លែង insert ហើយយើងចុចលើពាក្យ slicer ហើយយើងយក tab តោះមកយើងចុច OK មកចឹងយើងអាចសេរី column វាបាន column យើងចង់ដាក់វា2ក៏បាន3ក៏បាន4ក៏បានដែរចឹងយក4នឹងធ្វើការ edit វាមកចឹងមកយើងចង់បានប្រភេទនៃ beer energy fruit water យើងអាច select លើវាបាននៅគ្រាន់តែយើងចុចលើបន្ទប់ slicer ហ្នឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនារហូតពីដើមដល់ចប់